อัดกับសេរីបងប្អូនទឹកដីសៀមរាបនៅចង់មួយជីវិតហើយអត់ដឹងបងប្អូនអើយតែមិនដឹងក្រោយគេនេះបងប្អូនស្អាតណាស់បងប្អូនអើយមិនដែលឃើញបងប្អូនលើកទី1ហើយបានមកកន្លែងនេះនេះបងប្អូនអើយនេះស្អាតណាស់ថ្ងៃរះឆ្លាំងឆ្លុះតាមទឹកនេះបងប្អូនអើយនេះថ្ងៃរះបងប្អូនថ្ងៃរះបើមកពីព្រឹងទីបងប្អូនស្អាតថ្ងៃរះចេញពលឺអត់សូវស្អាតនេះបងប្អូនអើយណាស់បងប្អូនអើយនេះដល់ហើយបងប្អូនអើយនៅសៀមរាបចង់ស្លាប់ទៅវិញហ្នឹងបងប្អូនអត់ដែលដឹងថាមានបារាយនៅនេះមួយទៀតនេះគឺជាបារាយទី2បងប្អូនបារាយទី1នៅខាងលិចអានេះបារាយខាងកើតបារាយនៅខាងលិចមានប្រាសាទមេបុណ្យនៅកណ្ដាលនៅបារាយខាងកើតមានប្រាសាទនាគពឿនបងប្អូនប្រាសាទនាគពឿននៅចំកណ្ដាលទូប្រាសាទនាគពឿនណាបងប្អូនថ្ងៃរះចំពលឺចំទឹកកងថ្ងៃបន្តិចអត់ច្បាស់បើសិនណាមកពីព្រឹកបន្តិចនឹងស្អាតឬក៏ពេលល្ងាចបងប្អូនតែមកពេលល្ងាចថតឲ្យបងប្អូនមើលម្ដងទៀតនៅសៀមរាបយូរណាស់អត់ដឹងថាមានបារាយ3បងប្អូននេះគឺជាបារាយទី2បារាយទី3នៅខាងនោះបងប្អូននៅប្រាសាទកែវអានោះគេកំពុងតែសាងសង់កំពង់ទឹកជិតហើយបងប្អូនជិតហើយសាងសង់កំពង់ទឹកនៅប្រាសាទកែវអស្ចារ្យមែនទែនបងប្អូនខេត្តសៀមរាបយើងមានកន្លែងទស្សនានេះកន្លែងបារាយខាងកើតខាងកើតនេះក៏មានទូកជិះលេងដែរបងប្អូនទូកជិះសម្រាប់ pre wedding សម្រាប់ថតជិះទៅលេងនៅក្នុងប្រាសាទនាគពឿនស្អាតណាស់បងប្អូនអើយមកលេងបងប្អូនមកលេងបានច្រើនបារាយទី2នេះបារាយទី3នៅលិចបារាយទី2នៅខាងកើតបារាយទី3ក៏នៅកើតដែរបងប្អូនស្អាតណាស់ទេសភាពនិយាយទៅអត់ចាញ់បារាយខ្លេចមកទេបងប្អូនមើលព្រៃមើលទំហំហើយមិនមិនមិនខុសគ្នាប៉ុន្មានទេប៉ុន្តែខាងនេះមានសារាយភាសាគេកិនបាសារាយបងប្អូនសិនគេបាស្អាតយើងឡើងទៅពីបារាយខាងកើតមកឡើងទៅចំប្រាសាទមុខព្រះខ័នខាងកើតបងប្អូនចំមុខព្រះខ័នខាងកើតចូលប្រខ័នមកចូលលេងប្រាសាទខ័នរួចដើរត្រង់មកកើតមកដល់បារាយបដ ாய் នេះដល់បារាយដល់ទឹកបារាយនេះបដ ாய் បងប្អូនស្អាតណាស់បងប្អូនអើយពេលល្ងាចបងប្អូនមកថតរូបក៏បានដែរនេះមានទូកទេសចរមានទូកទេសចរទូកសម្រាប់ជិះ pre wedding ថតអាពាហ៍ពិពាហ៍